សំណួរនេះរៀងពិបាកឆ្លើយសម្រាប់លោកគ្រូសេនមុនថេនតិចហើយគ្រូឆ្នាំគាត់សួរថាគូនេះសមគ្នាអត់ពេជ្រអតិទេពជាមួយនឹងយ៉ាស៊ីនហើយបងប្អូនបានដឹងហើយកាលពីពេលថ្មីនេះខ្ញុំឃើញបងប្រុសគ្រីពីឡុតក៏បានចុះផ្សាយតាក់ទងទៅនឹងយ៉ាស៊ីនកំពុងតែដំឡើងមកវាយគីឡូ57ស្របពេលដែលយប់មិញនេះអាចចម្រើនពេជ្រអតិទេពទើបតែផ្ដួលដៃគូចាស់យ៉ាស៊ីនដែលវាយម្ដាយចាស់យ៉ាស៊ីនសោះគឺហ៊ីមគំរៀងធ្លាប់តែវាយ54ទៅឡើងមក57យប់មិញនេះកន្លះទឹកគុតបាទអតិទេពផ្ដួលហើយខេមចាន់ឯនោះជាសេរីចាស់មួយរូបឈរគីឡូ57បានតែ40វិទេបងប្អូនជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំរត់ហាត់ប្រាណអស់កន្លះម៉ោងហើយបាទជាមួយ hot shoot ហើយបងប្អូនត្រូវការណាតើមានតម្លៃពិសេស free សេវាដឹក25ខែក្រុងបងប្អូនអាចតាក់ទងតាមរយៈ page ខ្ញុំបានឥឡូវនេះខ្ញុំបានរត់រួចហើយអញ្ចឹងក៏បើកទូរស័ព្ទមកមិញឆាច់ឃើញគ្រូឆ្នាំបបួលគ្រូសេនមុនថេនលេងគូនេះមួយស្មើបងប្អូនយ៉ាស៊ីនបើសិនជាគីឡូគាត់ស៊ីនណាខ្ញុំគិតអានេះខ្ញុំគិតណាប្រហែលជា60គាត់សម្រក់បវៃ54បើមិន60ទេក៏58 59ដែរហើយអាទិទេពខ្ញុំមុនខ្ញុំសួរគាត់លេងលបាក់ដូចជាគីឡូ60ដែរអាទិទេពស៊ីនមកគាត់60តិចតួចហ្នឹងអើអញ្ចឹងសំខាន់យ៉ាស៊ីនគាត់បកែធ្វើគីឡូបងប្អូនដឹងហើយពេលដែលគាត់រៀបវាយម្ដងគាត់ធ្វើគីឡូជាងការសែងគ្នា3 4នាក់ហើយដល់ពេលដែលគាត់សម្រក់បានគាត់បកែគាត់ហូបអញ្ចឹងទៅឡើងមកវិញស្អែកប៉ុន្តែកីឡាករយើងខ្លះគាត់ធ្វើគីឡូបានដែរប៉ុន្តែហូបទៅអត់ឡើងមកវិញអានោះវាជាបញ្ហាកីឡាករគុណខ្មែរជាច្រើនខ្ញុំបានសួរគាត់ថាគីឡូពេលខ្លះអាចធ្វើបានប៉ុន្តែធ្វើហើយគឺអស់វាយឡើងកើតតែម្ដងបាទនេះជាមូលហេតុមួយដែលធ្វើឲ្យកីឡាកររបស់យើងមួយចំនួនហ្នឹងគាត់អត់ចង់ធ្វើគីឡូច្រើនពេកទេបាទអញ្ចឹងការដែលធ្វើគីឡូនេះវាមានគុណវិបត្តិនិងគុណសម្បត្តិអ្នកដែលគេបកកែធ្វើហើយគេហូបទៅឡើងកម្លាំងមកវិញអានោះវាចំណេញបាទពេលដែលប៉ះដៃគូលើសង្វៀនស្អែកគឺអ្នកគាត់ធំគាត់មានប្រៀបជាងហើយបាទជាធម្មតាទេកន្លែងហ្នឹងប៉ុន្តែដូចខ្ញុំបានជម្រាបចឹងកីឡាករជាច្រើនដែលខ្ញុំបានសួរគាត់អត់ហ៊ានសម្រក់ខ្លាំងហើយអស់ហើយ3គីឡូអស់ហើយតែហ៊ានចូលដល់4គឺងេមងាមខ្លួនឯងបាទអញ្ចឹងគូនេះខ្ញុំធ្លាប់សួរលោកគ្រូសេនមុនថេនពេជ្រអតិទេពជាមួយនឹងហាន2គាត់ថាដូចមិនទាន់ដល់ពេលទេបាទប៉ុន្តែអាចនឹងជួបនាពេលខាងមុខហើយបើនិយាយអំពីគីឡូ57បាទហាន2នេះក៏ត្រៀមប្រកួតការពារខ្សែក្រវ៉ាត់ដូចគ្នាហើយតើតើនឹងគូនេះខ្ញុំគិតថាឥឡូវនេះលោកគ្រូសេនមុនថេនមិនទាន់ឲ្យជួបទេបាទដោយសារយ៉ាស៊ីនគាត់ធ្លាប់តែវាយ54ទី1ទី2បើសិនជាគាត់ឲ្យឡើងវាយ57ក៏មិនទាន់ជួបពេជ្រអតិទេពដែរហើយពេជ្រអតិទេពបងប្អូនឃើញហើយយប់មិញអ្វីដែលខ្ញុំស្មានមិនដល់នោះគឺគាត់វាយហឹមកំរៀងសឡប់តាមមួយនាទីជាងបងប្អូនដើមទឹកហើយហឹមកំរៀងបងប្អូនដឹងហើយកីឡាក្បាច់បកែធាក់មករយៈក្រោយនេះវាយដូចជាចាញ់តែវៀតណាមថ្ងៃមុនមួយទេបាទហើយយ៉ាស៊ីនប៉ះហឹមកំរៀងលើកណាក៏កាំងដែរបាទវាយអត់ឈ្នះហឹមកំរៀងទេប៉ុន្តែមកប៉ះជាមួយអតិទេពការប្រយុទ្ធមិញនេះគឺដូចជាមួយនាទីជាងបាទពេជ្រអតិទេពសឡប់វាយសឡប់បាទយកដុំមាសមកដុំទៅបាត់អញ្ចឹងគិតមកត្រឹមពេលនេះរយៈពេលប្រហែលជា2ថ្ងៃតែប៉ុណ្ណោះបងប្អូនគឺលោកគ្រូឆ្នើមប្រមូលយកមាសបាទ2ដុំចូលនៅក្នុងក្លឹបបាទអញ្ចឹងឡើងខ្ញុំគិតថាគូនេះដូចជាមិនតាន់ទេបាទដូចជាគូថេនមិនតាន់ហ៊ានទេប៉ុន្តែយ៉ាងណានោះខ្ញុំគិតតែខ្លួនខ្ញុំទេបាទហើយបើលោកគ្រូសេនមិនថេនហ៊ានអានោះគឺជារឿងរបស់គាត់អញ្ចឹងបងប្អូនចាំតាមដានបន្តទៀតមួយវិញទៀតបាទសម្រាប់ថ្ងៃនេះគឺម៉ោង8យប់បងប្អូនកុំភ្លេចជួបគ្នានៅឯ 9NG បាទខេត្តកណ្ដាលមានការប្រកួតកម្មវិធី Gensburg គូឯកបាទអ្នកលេងប្រអប់ស៊ីនឆ្វេងឡៅចត្រាបាទហើយក៏មានការប្រកួត format ដែលបេក្ខភាពខាងខ្មែរយើងមាន2រូបមានចាន់ណាបងប្អូនស្គាល់ហើយបាទជាប្រភេទកីឡាបុកប៉ុន្តែមិនសូវបានជោគជ័យក្នុងអាជីពទេជាមួយនឹង Elite បាទកឹមសានដែលពីមុនឈ្មោះគាត់សេកកឹមសានណាបាទនឹងត្រៀមប្រកួត format ដើម្បីជ្រើសរើសយកម្ចាស់ពានរបស់ Gensburg នៅក្នុងរាត្រីនេះហើយថវិកាលេខ1នេះគឺបាន4លានរៀលផងដែរអរគុណបងប្អូនអរគ្នាដែលបានតាមដានវីដេអូនេះបាទតាំងពីដើមរហូតដល់ចប់ផងដែរ